បាទសូមជម្រាបសួរប្រិយមិត្តជាទីគោរពនិងជាទីរាប់អានសម្រាប់មេតិការនៅក្នុងពេលនេះខ្ញុំនឹងធ្វើការជម្រាបជូនអំពីការដំឡើងការព្យាករណ៍តម្លៃមាសនៅឆ្នាំ2026របស់ធនាគារដ៏ធំមួយរបស់ប្រទេសស្វីសគឺធនាគារ UBS អញ្ចឹងធនាគារគាត់បានធ្វើការ upgrade ឬក៏ដំឡើងការព្យាករណ៍ដោយសារតែការពីខែវិច្ឆិកា2025នេះគាត់បានកំណត់ថា2026នោះមាសមានការប្រែប្រួលនៅក្នុងកម្រិតមួយគឺ$4,300ក្នុង1អោនក៏ប៉ុន្តែនៅក្នុងខណៈនេះគាត់បានដំឡើងការព្យាករណ៍របស់គាត់អញ្ចឹងហើយនេះគឺជាទិដ្ឋាករណ៍មួយដែលបញ្ជាក់ណាអំពីទស្សនៈរបស់ធនាគារ UBS ក៏ប៉ុន្តែមុននឹងឈានទៅដល់ទិដ្ឋាករណ៍នេះខ្ញុំក៏សូមជម្រាបជូនអំពីការប្រែប្រួលតម្លៃមាសមួយជាកន្លឹះមួយដែលខ្ញុំតែងតែបញ្ជាក់ថានៅក្នុងបំណាច់ឆ្នាំ2026នេះគឺសូមឲ្យអ្នកធ្វើការទិញលក់ទាំងអស់មានការប្រុងប្រយ័ត្នពាក់ព័ន្ធជាមួយនឹងការប្រែប្រួលតម្លៃមាសពីព្រោះថានៅក្នុងបំណាច់ឆ្នាំនេះគឺមានការប្រែប្រួលដោយសារតែស្ថាប័នឬក៏អ្នកវិនិយោគលក់រាយក៏ដោយគាត់មានការសម្រេចចិត្តនៅក្នុងការចេញពីទីផ្សារអញ្ចឹងហើយយើងឃើញថាក្នុងកំឡុងពេលកាលពីម្សិលមិញគឺថ្ងៃច័ន្ទនៅក្នុងសប្តាហ៍នេះមានន័យថាការប្រែប្រួលតម្លៃមាសគួរឲ្យកត់សម្គាល់មែនទែនមានថាមួយតម្លឹងមាសមានការប្រែប្រួលរហូតដល់ទៅជិត$300ឯណោះក្នុង1អោនដោយកាលពីម្សិលមិញនេះមាសបានបើកនៅក្នុងដើមសប្តាហ៍នេះនៅក្នុងតម្លៃ$4,559ក្នុង1អោនដែលស្មើនឹង$5,493ក្នុង1តម្លឹងហើយបានបិទបញ្ចប់នៅក្នុងប្រមាណម៉ោងមុននេះគឺនៅក្នុងតម្លៃ$4,332ក្នុង1អោនស្មើនឹង$5,219ក្នុង1តម្លឹងបាទអញ្ចឹងការប្រែប្រួលភាសាមិញនេះគឺមានន័យថាបន្ទាប់ពីបើកទីផ្សារហើយមកមាសមានការឡើងតែ9លេខទេណា$9ធ្លាក់ចុះរហូតមកដល់តម្លៃបិទទីផ្សារហ្នឹងហើយតម្លៃទាបបំផុត$4,303ក្នុង1អោនវាស្មើនឹង$5,184ក្នុង1តម្លឹងអញ្ចឹងមាសសាមញ្ញគឺក្នុង1តម្លឹងធ្លាក់ដល់ទៅ$298អញ្ចឹងសួរតើមូលហេតុអីបានជាវាធ្លាក់កាលពីម្សិលមិញនេះដូចជាខ្ញុំបានបញ្ជាក់នៅក្នុងពេលកន្លងមកហើយថាការប្រែប្រួលតម្លៃមាសនេះគឺជាពាក់ព័ន្ធជាមួយនឹងការបំណាច់ឆ្នាំអញ្ចឹងរៀងរាល់បំណាច់ឆ្នាំខ្ញុំតែងតែសូមឲ្យបងប្អូនដែលជាអ្នកធ្វើការវិនិយោគទៅលើវិស័យលោហៈមានតម្លៃមួយនេះឬមួយក៏អ្នកដែលធ្វើការទិញលក់ណានៅក្នុងឧបករណ៍និស្សិតផ្សេងៗគឺមានការប្រុងប្រយ័ត្នដោយសារតែបំណាច់ឆ្នាំគឺមានន័យថាជាទូទៅតែងតែមានការប្រែប្រួលខ្លាំងណាព្រោះស្ថាប័នមួយចំនួនគាត់អាចចេញពីទីផ្សារគាត់និយាយរំបិទបញ្ជីយ៉ាងនិយាយសាមញ្ញគាត់ថាកំណត់នៅក្នុងបំណាច់ឆ្នាំហ្នឹងគាត់ត្រូវតែ clear transaction ខ្លះឬក៏គេហៅបំណាច់ឆ្នាំគាត់ឃើញចំណេញគាត់ត្រូវ take profit អញ្ចឹងសួរថាមានតលហីកអីសំខាន់ទេដែលរុញឲ្យមាននឹងប្រែប្រួលកម្មវិធីម្សិលមិញនេះគឺយោងទៅតាមព័ត៌មានគាត់មានតលហីកមួយទេថាដោយសារតែតម្លៃហ្នឹងឡើងខ្ពស់ហើយវាជាពេលមួយបំណាច់ឆ្នាំផងគឺធ្វើឲ្យវិនិយោគិនហ្នឹងគាត់សម្រេចចិត្តកាត់យកប្រាក់ចំណេញណាកាត់យកប្រមាណ clear នៅក្នុងបញ្ជីចុងឆ្នាំនេះអញ្ចឹងហើយបានយើងឃើញថាការប្រែប្រួលម្សិលមិញមួយតម្លឹងរហូតដល់ទៅជិត$300ក្នុងមួយតម្លឹងការប្រែប្រួលណាបាទអញ្ចឹងនេះគឺជាមេរៀនមួយដែលខ្ញុំតែងតែបញ្ជាក់ថារៀងរាល់បំណាច់ចុងឆ្នាំនេះសូមឲ្យមានការប្រុងប្រយ័ត្នពីព្រោះទី1ចុងឆ្នាំគេត្រូវបិទបញ្ជីហើយ holiday ហ្នឹងគេត្រូវ clear transaction ក្នុងការទិញលក់អញ្ចឹងធនាគារធំៗនោះគាត់នឹងធ្វើការសម្រេចចិត្តអញ្ចឹងវាការប្រែប្រួលខ្លាំងមែនទែនពាក់ព័ន្ធជាមួយការសម្រេចចិត្តរបស់ធនាគារធំៗអញ្ចឹងសម្រាប់ថ្ងៃនេះវិញខ្ញុំនឹងលើកអំពីការព្យាករណ៍ដែលកន្លងមកនេះធនាគារ UBS ដែលជាធនាគារដ៏ធំរបស់ស្វីសនេះក៏គាត់ធ្លាប់បានធ្វើការព្យាករណ៍ជាច្រើនលើករួចទៅហើយប៉ុន្តែខ្ញុំតែងបញ្ជាក់យ៉ាងការព្យាករណ៍អំពីតម្លៃមាសវាតែងតែមានការប្រែប្រួលបេះទៅលើស្ថានភាពភូមិសាស្ត្រនយោបាយឬក៏កត្តាផ្សេងៗដែលធ្វើឲ្យអ្នកជំនាញហ្នឹងគាត់មើលឃើញមានការប្រែប្រួលពីការកំណត់របស់គាត់កាលពីគ្រាមុនដូចគ្នាដែរនៅ UBS នេះគាត់ធ្លាប់បានព្យាករណ៍នៅខែវិច្ឆិកាកន្លងមកហើយដែរឥឡូវនេះគាត់បានធ្វើបច្ចុប្បន្នភាពក្នុងការព្យាករណ៍តម្លៃមាសសម្រាប់ឆ្នាំ2026វិញអញ្ចឹងតើការព្យាករណ៍តម្លៃមាសរបស់ UBS នេះសម្រាប់ឆ្នាំ2026ដែលគាត់ទើបនឹងចេញកាលពីថ្ងៃម្សិលមិញនេះនៅក្នុងតម្លៃណាខ្ញុំនឹងធ្វើការជម្រាបជូនដល់ប្រិយមិត្តជាទីស្ដាប់នៅក្នុងគណៈពេលនេះដែរធនាគារ UBS បានព្យាករណ៍ថាមាសនឹងឡើងទៅដល់$5,000ក្នុង1អោន
ឬក៏$6024ក្នុងមួយដំឡឹងនៅត្រីមាសទី3ឆ្នាំ2026ជាមួយនឹងសក្តានុពលដល់$5400ក្នុងមួយអោនដែលស្មើនឹង$6506ក្នុងមួយដំឡឹងប្រសិនបើហានិភ័យនយោបាយនិងសេដ្ឋកិច្ចអាមេរិកកើនឡើងយោងទៅតាមអ្នកយុទ្ធសាស្ត្រទំនិញដែលអាចជួញដូរបាននៅធនាគារ UBS បានឲ្យដឹងថាតម្លៃមាសនឹងកើនឡើងទៅដល់$5000ក្នុងមួយអោនដែលស្មើនឹង$6024ក្នុងមួយដំឡឹងនៅត្រឹមខែកញ្ញាឆ្នាំ2026ហើយរាល់ការកើនឡើងនៃភាពចលាចលនៃផ្នែកនយោបាយឬក៏សេដ្ឋកិច្ចជុំវិញការបោះឆ្នោតនៅពាក់កណ្ដាលអាណត្តិរបស់សហរដ្ឋអាមេរិកអាចនឹងជំរុញឲ្យលោហៈពណ៌លឿងមួយនេះការកើនឡើងទៅដល់$5400ក្នុងមួយអោនដែលស្មើនឹង$6506ក្នុងមួយដំឡឹងនៅក្នុងរបាយការណ៍ថ្មីមួយដែលបានចេញផ្សាយនៅថ្ងៃច័ន្ទធនាគារយក្សរបស់ប្រទេសស្វីសមួយនេះបានប្រកាសថាខ្លួនកំពុងតែដំឡើងគោលដៅតម្លៃមាសនៅឆ្នាំ2026របស់ខ្លួននៅត្រឹមបំណាច់ត្រីមាសទី3នេះគឺតម្លៃ$5000ក្នុងមួយអោនដែលស្មើនឹង$6024ក្នុងមួយដំឡឹងបន្ទាប់មកអ្នកយុទ្ធសាស្ត្រនៅធនាគារ UBS រំពឹងថាតម្លៃមាសនឹងថមថយមកត្រឹម$4800ក្នុងមួយអោនដែលស្មើនឹង$5783ក្នុងមួយដំឡឹងនៅក្នុងបំណាច់ចុងឆ្នាំ2026ដែលជាការស្ទង់មតិដ៏ខ្ពស់ជាងការព្យាករណ៍នៅគ្រាមុនចំនួន$500ពោលគឺកាលពីគ្រាមុន UBS បានព្យាករណ៍ត្រឹមតែ$4300ក្នុងមួយអោនដែលស្មើនឹង$5180ក្នុងមួយដំឡឹង UBS រំពឹងថាតម្រូវការមាសនឹងមានការកើនឡើងជាលំដាប់នៅក្នុងឆ្នាំ2026ដោយទទួលបានការគាំទ្រអំពីទិន្នផលទាបរបស់សញ្ញាបត្ររបស់សហរដ្ឋអាមេរិកក្តីបារម្ភអំពីសេដ្ឋកិច្ចពិភពលោកដែលកំពុងតែបន្តនិងភាពមិនច្បាស់លាស់នៃគោលនយោបាយនៅក្នុងស្រុកនៅក្នុងសហរដ្ឋអាមេរិកជាពិសេសពាក់ព័ន្ធទៅនឹងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនិងសម្ពាធសារពើពន្ធដែលកំពុងតែមានការកើនឡើងអ្នកយុទ្ធសាស្ត្របានសរសេរនៅក្នុងរបាយការណ៍ថាប្រសិនបើហានិភ័យនយោបាយឬក៏ហិរញ្ញវត្ថុកើនឡើងតម្លៃមាសអាចឡើងដល់ទៅ$5400ក្នុងមួយអោនដែលស្មើនឹង$6506ក្នុងមួយដំឡឹងដែលពីមុនរំពឹងថានៅត្រឹមតែ$4900ក្នុងមួយអោនដែលស្មើនឹង$5903ក្នុងមួយដំឡឹងនៅថ្ងៃទី27ខែវិច្ឆិកាធនាគារ UBS បានលើកឡើងថាតម្រូវការមាសនឹងកើនឡើងថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខនេះដោយសារតែការកាត់បន្ថយអត្រាការប្រាក់ការធ្លាក់ចុះទិន្នផលសញ្ញាបត្ររបស់សហរដ្ឋអាមេរិកបញ្ហាប្រឈមផ្នែកសារពើពន្ធនិងភាពចលាចលនយោបាយរបស់សហរដ្ឋអាមេរិកប្រធានការិយាល័យវិនិយោគរបស់ធនាគារ UBS បានសរសេរថាថ្មីនេះមាសបានស្ទុះងើបឡើងវិញផ្នែកខ្លះពីការធ្លាក់ចុះកាលពីចុងខែតុលាហើយយើងរំពឹងថាតម្រូវការកើនឡើងសម្រាប់លោហៈដ៏មានតម្លៃមួយនេះនឹងជួយគាំទ្រតម្លៃឲ្យខ្ពស់នាពេលអនាគតខាងមុខការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតដោយធនាគារកណ្ដាលសហរដ្ឋអាមេរិកទិន្នផលពិតរបស់សញ្ញាបត្រទាបជាងមុនហានិភ័យសារពើពន្ធកើនឡើងនិងការផ្លាស់ប្ដូរនៅក្នុងបរិយាកាសនយោបាយក្នុងស្រុករបស់សហរដ្ឋអាមេរិកគួរតែពង្រីកនិន្នាការទិញដ៏រឹងមាំនាពេលបច្ចុប្បន្នរបស់ធនាគារកណ្ដាលនិងអ្នកវិនិយោគហើយនៅថ្ងៃទី20ខែវិច្ឆិកាឆ្នាំ2025នេះដែរធនាគារ UBS បានដំឡើងគោលដៅតម្លៃមាសពាក់កណ្ដាលឆ្នាំ2026ដល់ទៅ$4500ក្នុងមួយអោនដែលស្មើនឹង$5422ក្នុងមួយដំឡឹងដែលកើនឡើងពី$4200ក្នុងមួយអោនស្មើនឹង$5061ក្នុងមួយដំឡឹងពីពេលមុនធនាគារក៏បានដំឡើងគោលដៅតម្លៃខ្ពស់បំផុតសម្រាប់មាសចំនួន$200បន្ថែមទៀតដល់ទៅ$4900ក្នុងមួយអោនដែលស្មើនឹង$5920ក្នុងមួយដំឡឹងដោយផ្អែកទៅលើលទ្ធភាពនៃការកើនឡើងនៃហានិភ័យនយោបាយនិងហិរញ្ញវត្ថុក៏ប៉ុន្តែការព្យាករណ៍ក៏នៅរក្សាករណីតម្លៃទាបបំផុតផងដែរនៅត្រឹម$3700ក្នុងមួយអោនដែលស្មើនឹង$4458ក្នុងមួយដំឡឹង
អ្នកវិភាគនៅធនាគារ UBA នេះបានបញ្ជាក់បន្ថែមទៀតថាទស្សនវិស័យសារពើពន្ធអាមេរិកដែលកាន់តែអាក្រក់ទំនងជានឹងជួយគ្រប់គ្រងទៅដល់ការទិញមាសរបស់ធនាគារកណ្ដាលនិងអ្នកវិនិយោគហើយពួកគេរំពឹងថាតម្រូវការសម្រាប់មូលនិធិ ETF នឹងនៅតែរឹងមាំនៅក្នុងឆ្នាំ2026 ម្យ៉ាងវិញទៀតពួកគេបានព្រមានថាសក្តានុពលនៃគោលនយោបាយរឹតបន្តឹងរបស់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកនិងហានិភ័យនៃការលក់មាសរបស់ធនាគារកណ្ដាលនៅតែជាបញ្ហាប្រឈមសំខាន់ចំពោះទស្សនវិស័យទីផ្សាររបស់ពួកគេនេះដែរនៅថ្ងៃទី3 ខែវិច្ឆិកាអ្នកវិភាគរបស់ធនាគារ UBS បាននិយាយថាការធ្លាក់ចុះនៃទីផ្សារមាសគ្រាន់ជាភាពបណ្ដោះអាសន្នតែប៉ុណ្ណោះហើយពួកគេមើលឃើញថាមានសេណារីយ៉ូកើនឡើងដែលជំរុញដោយការកើនឡើងនៃហានិភ័យភូមិសាស្ត្រនយោបាយឬក៏ហានិភ័យទីផ្សារផ្សេងៗទៀតពួកគេបានសរសេរនៅក្នុងរបាយការណ៍កំណត់ត្រាស្រាវជ្រាវថាការកែតម្រូវតម្លៃដែលបានរំពឹងទុកជាខ្លាំងនោះបានស្ងប់ស្ងាត់ហើយក្រៅអំពីកត្តាបច្ចេកទេសយើងមិនឃើញមានហេតុផលជាមូលដ្ឋានសម្រាប់ការលក់ចេញនោះទេធនាគារយក្សរបស់ប្រទេសស្វីសបានកត់សម្គាល់ថាសន្ទុះតម្លៃដែលថមថយបានបង្កឲ្យមានការធ្លាក់ចុះជាលើកទី2នៅក្នុងទីផ្សារកិច្ចសន្យាអនាគតក៏ប៉ុន្តែពួកគេបានសង្កត់ធ្ងន់ថាតម្រូវការជាមូលដ្ឋាននៅតែរឹងមាំអ្នកវិភាគនៅធនាគារមួយនេះក៏បានដកស្រង់របាយការណ៍និន្នាការតម្រូវការមាសត្រីមាសទី3របស់ក្រុមប្រឹក្សាមាសពិភពលោកដែលភាសាអង់គ្លេសគេឲ្យឈ្មោះថា The World Gold Council បានបញ្ជាក់អំពីការទិញដ៏ខ្លាំងក្លានិងការកើនឡើងពីធនាគារកណ្ដាលនិងអ្នកវិនិយោគឯកជនពួកគេបានសរសេរថាការទិញមាសរបស់ធនាគារកណ្ដាលចំនួន634តោននៅឆ្នាំនេះគឺយឺតជាងល្បឿនកាលពីឆ្នាំមុនក៏ប៉ុន្តែកំពុងតែកើនឡើងនៅត្រីមាសទី4ដែលស្របតាមការព្យាករណ៍របស់យើងគឺ900ទៅ950តោនសម្រាប់ឆ្នាំ2025លំហូរចូល ETS ចំនួន222តោននិងតម្រូវការមាសដុំនិងកាក់លើសពី300តោនសម្រាប់ត្រីមាសទី4ជាប់ៗគ្នានេះបង្ហាញថាចំណាប់អារម្មណ៍របស់វិនិយោគិនក៏បានពង្រឹងផងដែរ UBS បានកត់សម្គាល់ថាតម្រូវការគ្រឿងអលង្ការក៏មិនខ្សោយដោយការព្រួយបារម្ភនោះផងដែរបាទអរលោកស្រីបានជ្រាបហើយអំពីការព្យាករណ៍របស់ធនាគារ UBS ពាក់ព័ន្ធជាមួយនឹងការដំឡើងការព្យាករណ៍តម្លៃមាសក្នុងឆ្នាំ2026ដោយកន្លងមកនេះធនាគារ UBS បានព្យាករណ៍ថាតម្លៃមាសនៅឆ្នាំ2026លើកទី1ក៏បានព្យាករណ៍ថាត្រឹមតម្លៃ$4,200ក្នុង1អោនហើយដល់នៅត្រឹមខែវិច្ឆិកាឆ្នាំ2025នេះធនាគារ UBS គាត់បានព្យាករណ៍តម្លៃមាសនៅក្នុងឆ្នាំ2026ថានឹងឡើងដល់ទៅ$4,500ក្នុង1អោនតែនៅក្នុងសប្តាហ៍នេះមានន័យថានៅថ្ងៃម្សិលមិញថ្ងៃច័ន្ទត្រូវនឹងថ្ងៃទី29វិច្ឆិកាធនាគារបានដំឡើងការព្យាករណ៍នៅក្នុងឆ្នាំ2026ដល់ទៅ$5,000ក្នុង1អោនត្រឹមត្រីមាសទី3ឆ្នាំ2026អញ្ចឹងបើសិនជាមានសម្ពាធណាពាក់ព័ន្ធជាមួយនឹងភូមិសាស្ត្រនយោបាយឬក៏បញ្ហាហិរញ្ញវត្ថុក៏អាចរុញមាសនឹងឡើងទៅដល់$5,400ក្នុង1អោនផងដែរនេះគឺជាការព្យាករណ៍របស់ធនាគារ UBS ដែលគាត់បានធ្វើបច្ចុប្បន្នភាពដែលខ្ញុំបានលើកជូននៅក្នុងមាតិកានៅក្នុងថ្ងៃនេះហើយក៏សូមអរគុណសម្រាប់ការទស្សនានៅវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតមកដល់ចប់ហើយជាពិសេសបើសិនបងប្អូនគិតថាជាមាតិកាមួយដ៏មានតម្លៃក៏សូមជួយ like ជួយ share ហើយជាពិសេសក៏សូមអរគុណសម្រាប់ការជួយ subscribe នៅ channel YouTube របស់ខ្ញុំបាទរួមជាមួយនឹងការ follow នៅ Facebook page របស់ខ្ញុំបាទដែលឈ្មោះថាសៀនសរតដោយសារកម្មវិធីយើងដល់ទីបញ្ចប់ខ្ញុំបាទសៀនសរតសូមអរគុណសូមជម្រាបលា